ខ្ញុំនឹងប្រាប់ពីមូលហេតុដែលអ្នករៀនចាក់ដបងចាក់មិនទាន់បានស្អាតហើយស្មើធ្នេរបានល្អនោះគឺជាការចេះប្រើកម្លាំងដៃចាក់ឲ្យបានស្មើចំណុចនេះគឺសំខាន់ខ្លាំងមែនទែនអ្នកដែលរៀនចាក់ដបងអ្នកទាំងអស់គ្នាគឺពួកគាត់ផ្ដោតទៅលើការចាក់ឲ្យតែបានទៅមុខទេហើយគឺចាក់ឲ្យតែបានចេញរូបរាងតែពួកគាត់ភ្លេចផ្ដោតទៅលើការស្មានកម្លាំងដៃធ្វើម៉េចឲ្យយើងចាក់ឲ្យស្មើគ្នាអញ្ចឹងអ្នកទាំងអស់គ្នាពេលខ្លះចាក់តឹងពេកពេលខ្លះចាក់ធូរពេកអញ្ចឹងទៅបាត់ពិសោធន៍ខ្ញុំពេលចាក់ដបងគឺដូចគ្នាអ្នកទាំងអស់គ្នាសบายចិត្តរំភើបនឹងការកាន់មជុលការកាន់បោះពេកចាក់ឲ្យតែបានទៅមុខទេអ្នកទាំងអស់គ្នាតែអត់គិតទៅលើការចេះប្រើកម្លាំងដៃធ្វើមិនចាក់ឲ្យស្មើគ្នាទេអ្នកទាំងអស់គ្នាពេលហ្នឹងគឺខ្ញុំចាក់តឹងធូរឲ្យមើលធ្នេរទៅអត់ស្មើស្អាតទេអ្នកទាំងអស់គ្នាការដែលយើងចេះស្មានកម្លាំងដៃចាក់ឲ្យស្មើហ្នឹងគឺធ្វើឲ្យយើងចេះចាក់ស្មើស្អាតបានល្អមែនទែនអ្នកទាំងអស់គ្នាការដែលចេះត្រួតពិនិត្យមើលធ្នេរក៏ជាចំណុចសំខាន់ដែរអ្នកទាំងអស់គ្នាពេលខ្លះយើងអាចចាក់ជាន់លើគ្នាពីរដងហើយពេលខ្លះក៏យើងអាចចាក់ចន្លោះធ្នេរដែលយើងបានកំណត់ទុកវាមើលទៅវាអាចធ្វើឲ្យវាឬក៏មើលទៅប្រហោងអត់ស្អាតអញ្ចឹងណាអ្នកទាំងអស់គ្នាមកពីយើងចាក់ចន្លោះឬក៏ជាន់គ្នាមកពីយើងនឹងអត់ទាន់បានចេះពិនិត្យមើលធ្នេរត្រឹមត្រូវនៅឡើយទេនៅពេលដែលយើងចាក់បានមួយជួរពីរជួរយើងត្រូវតែពិនិត្យមើលវាថាតើវាមានធ្នេរស្អាតឬអត់អញ្ចឹងណាអ្នកទាំងអស់គ្នាហើយមួយទៀតនោះគឺជាការដែលយើងឃើញកំហុសហើយយើងបង្កើតកំហុសហើយតែយើងនៅតែបន្តចាក់អ្នកទាំងអស់គ្នាបាត់ពិសោធន៍ខ្ញុំផ្ទាល់អ្នកទាំងអស់គ្នាដោយសារតែខ្ញុំស្ដាយយើងខំចាក់បានច្រើនជួរចាក់ចិត្តចប់ហើយតែឃើញចន្លោះប្រហោងអញ្ចឹងទៅស្ដាយអត់ចង់រកចេញទេអ្នកទាំងអស់គ្នាការដែលយើងមានទម្លាប់បែបហ្នឹងក៏ធ្វើឲ្យយើងចាក់អត់សូវស្អាតដែរអ្នកទាំងអស់គ្នា